ច្បាប់ផនរតនា B2B Cambodia នេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី1ខែមេសាឆ្នាំ2025សន្ទុះផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះ 3.19 ពិន្ទុឬ 0.78% មក 407.45 ទំហំជួញដូរសរុបបានកើនឡើងមក 14,516 ភាគហ៊ុនបានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 844.6 លានរៀលឬជាង 21,400 ដុល្លារអាមេរិកនៅលើផ្សារគោលមិនមានភាគហ៊ុនណាមួយបានកើនឡើងនោះទេមាន7ភាគហ៊ុនបានធ្លាក់ចុះនិង2នៅថេរដដាលអ្នកចាញ់ច្រើនបំផុតនៅថ្ងៃនេះគឺតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានធ្លាក់ចុះ 1.82% ឬ40រៀលមក 2,160 រៀលក្នុងមួយហ៊ុនតាមពីក្រោយដោយធនាគារ Esilida បានធ្លាក់ចុះ 1.68% ឬ120រៀលមក 7,020 រៀលក្នុងមួយហ៊ុនភាគហ៊ុនផ្សេងទៀតរួមមានរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញក្រុមហ៊ុន Grand Twin International កំពង់ផែស្វយ័តក្រុងព្រះសីហនុMilitary Education និង KMGSM ក៏បានធ្លាក់ចុះផងដែរដោយឡែកក្រុមហ៊ុន Pestech Cambodia និងកំពង់ផែស្វយ័តភ្នំពេញនៅថេរដដាលនៅលើផ្សារកំណើនវិញភាគហ៊ុនទាំងពីរក៏បានធ្លាក់ចុះផងដែរដោយ DVD Engineering បានថយចុះ 0.48% ឬ10រៀលមក 2,080 រៀលក្នុងមួយហ៊ុនខណៈជា Essland បានធ្លាក់ចុះ 0.93% ឬ30រៀលដល់ 3,180 រៀលក្នុងមួយហ៊ុនធនាគារ Esilida បានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតនៅថ្ងៃនេះដែលមានភាគហ៊ុនផ្លាស់ប្ដូរដៃចំនួន 91,195 នៅក្នុងតម្លៃសរុប 641 លានរៀលឬជាង 16,000 ដុល្លារអាមេរិកគឺប្រមាណ 65% នៃទំហំជួញដូរសរុបនៅថ្ងៃអង្គារតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញវិញបានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតទី2ដែលមានភាគហ៊ុន 18,882 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុបគឺ 41 លានរៀលឬជាង 1,200 ដុល្លារអាមេរិកប្រមាណ 13% នៃទំហំជួញដូរសរុបនៅថ្ងៃទី1ខែមេសានេះបន្តទៅអត្រាប្តូរប្រាក់វិញប្រាក់រៀលទៅដុល្លារអាមេរិកគឺជួញដូរនៅតម្លៃ 4,000 រៀលក្នុង1ដុល្លារខណៈសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើងវិញមក 104.22 មកមើលតម្លៃទំនិញសកលវិញតម្លៃប្រេងបានជួញដូរនៅសប្តាហ៍ទី5ជាប់គ្នាដែលមានការកើនឡើងមកទល់នឹងថ្ងៃអង្គារនេះគឺស្របពេលមានការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងការយកពន្ធលើប្រេងឆៅរបស់រុស្ស៊ីការគំរាមប្រើប្រាស់យោធាលើប្រទេសអ៊ីរ៉ង់និងបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកមានការថយចុះកិច្ចសន្យាអនាគតប្រេងឆៅ Brent បានកើនឡើង 0.1% ជួញដូរនៅ 74.86 ដុល្លារក្នុង1បារ៉ែលគឺបន្ទាប់ពីកើនឡើងនៅលើបន្ទាត់ 75 ដុល្លារក្នុង1បារ៉ែលនៅក្នុងការជួញដូរមុនប្រេងឆៅអាមេរិក West Texas Intermediate ឬ WTI បានកើនឡើង 8 សេនឬ 0.1% ជួញដូរនៅ 71.56 ដុល្លារមាសនៅតែបន្តកើនឡើងនៅក្នុងតំបន់ខ្ពស់បំផុតមកទល់នឹងថ្ងៃអង្គារនេះគឺដោយសារតែតម្រូវការសុវត្ថិភាពស្របពេលប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសអំពីការយកពន្ធគយតបតមាស Spot Gold បានកើនឡើង 0.3% មកជួញដូរនៅតម្លៃ 3,131.58 ដុល្លារក្នុង1អោននេះគឺបន្ទាប់ពីកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ 3,148.88 ដុល្លារនៅក្នុងវគ្គជួញដូរមុនអនាគតមាសរបស់អាមេរិកបានជួញដូរដោយកើនឡើង 0.3% គឺ 3,159.10 ដុល្លារក្នុង1អោនអនាគតភាគហ៊ុនអាមេរិកមានការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះនៅថ្ងៃអង្គារនៅដើមវគ្គជួញដូរគឺគេកំពុងតែរងចាំនៅការបង្ហាញនៅផែនការច្បាស់លាស់ជុំវិញគោលនយោបាយពន្ធគយរបស់លោក Donald Trumpគិតត្រឹមម៉ោងបិទផ្សារនៅកម្ពុជាអនាគតដែលភ្ជាប់ទៅនឹង Dow Jones Industrial Average បានធ្លាក់ចុះ 50 ពិន្ទុឬ 0.1% S&P 500 ជួញដូរនៅលើបន្តរៀបស្មើខណៈ Nasdaq 100 បានកើនឡើង 0.2% អរគុណលោកអ្នកសម្រាប់ការទស្សនានេះគឺជាបច្ចុប្បន្នភាពទីផ្សារប្រចាំថ្ងៃសម្រាប់ថ្ងៃទី1ខែមេសាឆ្នាំ2025